ទៅនេះសំបុកនិទាននឹងលើកយករឿងនិទានខ្មែរមួយដែលមានចំណងជើងថាកេរដំណែលទឹកចិត្តនៅជាភូមិមួយដែលសម្បូរទៅដោយដីស្រែចម្ការមានផ្ទះតូចមួយដែលមីងមុំរស់នៅជាមួយកូនប្រុសទាំងពីររបស់គាត់គឺសំនិងរិទ្ធមីងមុំជាស្ត្រីមេម៉ាយដ៏កំសត់ម្នាក់ដែលត្រូវតស៊ូលំបាកតាំងពីប្តីស្លាប់ទៅដើម្បីចិញ្ចឹមកូនប្រុសទាំងពីរឲ្យធំពេញវ័យរិទ្ធជាកូនពៅមានរាងស្គមតែមានកម្លាំងចិត្តខ្លាំងគាត់គឺជាតំណាងនៃភាពស្មោះត្រង់និងការតាំងចិត្តគាត់ឲ្យតម្លៃលើការងារសុចរិតនិងសេចក្តីស្រឡាញ់គ្រួសារជាទីបំផុតខណៈដែលក្មេងដទៃរត់លេងរិទ្ធតែងតែជួយម្ដាយរែកទឹកដាំបន្លែឬរកបំបរថ្នាំដើម្បីមើលថែសុខភាពម្ដាយដែលមានជំងឺរ៉ាំរ៉ៃគាត់មិនដែលរអ៊ូរទាំពីភាពក្រីក្ររបស់ខ្លួនឡើយផ្ទុយទៅវិញគាត់ជឿជាក់ថាទោះក្រប៉ុណ្ណាក៏ដោយឲ្យតែមានការតាំងចិត្តនឹងអាចឆ្លងផុតឧបសគ្គបានចំណែកសំជាបងប្រុសវិញគាត់មានមហិច្ឆតាខុសពីប្អូនទាំងស្រុងគាត់ជាមនុស្សលោភលន់និងវាយតម្លៃមនុស្សតាមរយៈទ្រព្យសម្បត្តិសំមិនចូលចិត្តរស់នៅក្នុងភាពក្រីក្រទេហើយតែងតែគិតថាម្ដាយគាត់មិនចេះរកលុយគាត់មើលងាយប្អូនប្រុសដែលខិតខំមើលថែចម្ការតូចមួយហើយចាត់ទុកទឹកចិត្តប្អូនជាភាពល្ងងខ្លៅក្នុងចិត្តរបស់សំគឺគិតតែពីការរកលុយឲ្យបានច្រើនរហ័សទោះជាត្រូវបោះបង់ចោលការទទួលខុសត្រូវក៏ដោយអ្នកដែលយល់ច្បាស់ពីទឹកចិត្តរបស់រិទ្ធនិងការលះបង់របស់មីងមុំគឺមានតែអ្នកជិតខាងម្នាក់មានឈ្មោះថាពូសានជាបុរសចំណាស់ម្នាក់ដែលមានចិត្តធម៌និងប្រាជ្ញាគាត់ជាអ្នកដែលតែងតែផ្ដល់យោបល់ល្អៗដល់រិទ្ធហើយជាមនុស្សតែម្នាក់គត់ដែលមីងមុំទុកចិត្តបំផុតពូសានដឹងច្បាស់ពីភាពខុសគ្នារវាងកូនប្រុសទាំងពីរនិងដឹងពីអាថ៌កំបាំងសំខាន់ដែលមីងមុំបានលាក់ទុកទាក់ទងនឹងដីមរតកតែមួយគត់របស់ពួកគេថ្ងៃមួយគ្រួសារដ៏កំសត់នេះក៏ជួបប្រទះនៅព្រឹត្តិការណ៍ដ៏ធំដែលផ្លាស់ប្ដូរជីវិតពួកគេទាំងស្រុងមីងមុំបានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាត្រូវចំណាយថវិកាច្រើនដើម្បីសង្គ្រោះជីវិតរបស់គាត់ភ្លាមនោះសំជាកូនបងដែលធ្លាប់តែនិយាយថាចង់រកលុយក៏ប្រកាសប្រាប់រិទ្ធថាខ្លួនត្រូវទៅរកស៊ីក្រៅប្រទេសហើយបានបាត់ដំណឹងសូន្យឈឹងតាមពិតសំបានរត់ចោលស្រុកដោយគេចពីការទទួលខុសត្រូវនិងបំណុលគាត់បានទូរស័ព្ទមកម្ដងម្កាលដើម្បីបង្ខំឲ្យរិទ្ធលក់ដីមរតកដើម្បីយកលុយបែងចែកឲ្យខ្លួនតែប៉ុណ្ណោះរិទ្ធត្រូវបានទុកចោលតែម្នាក់ឯងដើម្បីប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដ៏ធំនិងជំងឺរបស់ម្ដាយនេះជាពេលដែលរិទ្ធត្រូវតែបង្ហាញពីភាពរឹងមាំនិងប្រាជ្ញារបស់គាត់ការគេចវេះរបស់បងប្រុសបានធ្វើឲ្យរិទ្ធកាន់តែតាំងចិត្តថាគាត់នឹងមិនបោះបង់ចោលម្ដាយនិងកេរដំណែលនៃដីធ្លីនោះឡើយជីវិតរបស់មីងមុំនិងកូនទាំងពីរគឺរស់នៅពឹងផ្អែកទៅលើការលក់បន្លែនិងផលដំណាំដែលដាំនៅលើដីតូចមួយនៅក្បែរផ្ទះដីនេះ
មិនធំនោះទេតែវាជាកេរដំណែលទឹកចិត្តតែមួយគត់ដែលឪពុកម្ដាយបានបន្សល់ទុកទុយពីប្អូនប្រុសដែលគិតតែពីការថែទាំម្ដាយនិងធ្វើការដោយស្មោះត្រង់នោះសំតែងតែនាំរឿងឈឺក្បាលមកផ្ទះគាត់ចូលចិត្តអួតអាងពីគម្រោងរកស៊ីធំដែលមិនដែលបានសម្រេចហើយតែងតែទាមទារលុយពីម្ដាយដើម្បីយកទៅលេងល្បែងរាល់ពេលដែលរិទ្ធព្យាយាមហាមឃាត់បងជំលោះក៏ផ្ទុះឡើងរិទ្ធឯងជាមនុស្សល្ងង់ក្រត្រូវតែក្រព្រោះឯងមិនចេះគិតឲ្យធំដីប៉ុណ្ណឹងរកស៊ីអីកើតមានតែលក់ដូរទៅទើបយើងមានជីវិតថ្លៃថ្នូរសំបានស្រែកដាក់ប្អូនបែបនេះរិទ្ធតបបងសំដីនេះមានតម្លៃជាងមាសទៅទៀតព្រោះវាជាញើសឈាមរបស់ឪពុកយើងបើយើងឧស្សាហ៍យើងអាចរស់បានមីងមុំតែងតែឈឺចាប់នឹងចំនួនរបស់កូនតែជំងឺរបស់គាត់បានធ្វើឲ្យគាត់គ្មានកម្លាំងដើម្បីសម្របសម្រួលឡើយនៅរសៀលថ្ងៃមួយពេលដែលរិទ្ធកំពុងជីករងបន្លែមីងមុំស្រាប់តែដួលសន្លប់ទាំងមិនដឹងខ្លួនរិទ្ធភ័យស្លន់ស្លោហើយបានរត់ទៅសុំជំនួយពីពូសានដែលជាអ្នកជិតខាងពួកគាត់ប្រញាប់ប្រញាល់បញ្ជូនមីងមុំទៅមន្ទីរពេទ្យដោយកម្លាំងកាយចិត្តគ្រូពេទ្យបានប្រាប់រិទ្ធថាជំងឺរបស់ម្ដាយគាត់ធ្ងន់ធ្ងរហើយត្រូវព្យាបាលជាបន្ទាន់តម្លៃនៃការវះកាត់និងព្យាបាលគឺច្រើនជាងអ្វីដែលគ្រួសារគាត់ធ្លាប់មានទៅទៀតរិទ្ធអង្គុយនៅមាត់ទ្វារពេទ្យទាំងភ័យផងទាំងអស់សង្ឃឹមផងពេលដឹងថាម្ដាយឈឺធ្ងន់សំបានត្រឹមតែទូរស័ព្ទមកពីកន្លែងឆ្ងាយជំនួសឲ្យការបង្ហាញពីក្តីបារម្ភសំបែរជាទាមទាររិទ្ធពេលនេះជាឱកាសរបស់យើងហើយឯងត្រូវតែលក់ដីមរតកនោះភ្លាមលក់យកលុយឲ្យលឿនបែងចែកពាក់កណ្ដាលមកឲ្យអញដើម្បីឲ្យអញចាប់ផ្ដើមរកស៊ីធំរឿងម្ដាយទុកឲ្យឯងដោះស្រាយទៅចោះព្រោះអញរវល់រកលុយធំជាងនេះរិទ្ធស្ទើរតែបែកចិត្តនៅពេលដែលឮសំឡេងរបស់បងប្រុសការសម្រេចចិត្តរបស់សំមិនត្រឹមតែជាការរត់ចោលម្ដាយនោះទេតែជាការបោះបង់ចោលកេរដំណែលនិងទឹកចិត្តទាំងស្រុងរិទ្ធបានដឹងយ៉ាងច្បាស់ថាគាត់ត្រូវតែក្លាយជាបង្គោលគ្រួសាររិទ្ធបានសម្រេចចិត្តថាគាត់ត្រូវតែរកលុយឲ្យបានគ្រប់គ្រាន់ដើម្បីព្យាបាលម្ដាយគាត់មិនអាចលក់ដីដែលជាមរតកទឹកចិត្តរបស់ឪពុកម្ដាយបានឡើយព្រោះវាជារឿងតែមួយគត់ដែលម្ដាយគាត់នៅអាល័យបំផុតការសម្រេចចិត្តនេះបានជំរុញឲ្យរិទ្ធបន្តដំណើរទៅមុខដើម្បីដោះស្រាយឧបសគ្គជាបន្តបន្ទាប់ដែលរងចាំគាត់បន្ទាប់ពីសំបានរត់ចោលស្រុកគាត់បានទូរស័ព្ទមកម្ដងហើយម្ដងទៀតមិនមែនដើម្បីសួរនាំសុខទុក្ខម្ដាយនោះទេគឺដើម្បីបង្ខំរិទ្ធឲ្យលក់ដីរិទ្ធឯងជំរុញល្ងងជាងល្ងងទៅទៀតលក់ដីទៅយកលុយព្យាបាលម្ដាយហើយលុយដែលនៅសល់ចែកគ្នាបើឯងមិនលក់ទេពេលអញត្រឡប់ទៅវិញអញនឹងប្តឹងឯងដីនេះជាចំណែករបស់អញផងសំស្រែកគំរាមពីចម្ងាយរិទ្ធបានទប់ចិត្តយ៉ាងខ្លាំងគាត់ដឹងថាគាត់ត្រូវតែលៃលោកលុយបង់ថ្លៃពេទ្យប៉ុន្តែគាត់មិនអាចក្បត់ទឹកចិត្តម្ដាយបានឡើយគាត់បានសម្រេចចិត្តបដិសេធការទាមទាររបស់បងប្រុសហើយចាប់ផ្ដើម
ស្វះស្វែងរកដំណោះស្រាយដោយខ្លួនឯងការបដិសេធនេះបានធ្វើឲ្យទំនាក់ទំនងបងប្អូនកាត់ផ្ដាច់ហើយរិទ្ធត្រូវមានអារម្មណ៍ឯកានៅពេលដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់មីងមុំនិងការតស៊ូរបស់រិទ្ធបានឮល្បីពេញភូមិសាច់ញាតិមួយចំនួនក៏បានមកលេងរិទ្ធតែពួកគេមិនបានមកដោយក្តីមេត្តាទេគឺមកដោយគំនិតកេងចំណេញក្មួយរិទ្ធជីវិតមនុស្សសំខាន់ជាងដីធ្លីមីងនឹងជួយក្មួយមីងហ៊ានទិញដីនោះក្នុងតម្លៃថោកបំផុតក្មួយត្រូវតែលក់ឲ្យមីងដើម្បីយកលុយបង់ថ្លៃពេទ្យឲ្យទាន់ពេលបើក្មួយរងចាំយូរមីងមុំនឹងស្លាប់បាត់ហើយសាច់ញាតិខ្លះនិយាយដោយពាក្យផ្អែមល្ហែមតែមានន័យគំរាមរិទ្ធយល់ច្បាស់ពីល្បិចកលនេះតែពេលនោះគាត់អស់សង្ឃឹមមែនទែនគាត់អង្គុយយំដោយគិតថាតើមាននរណាម្នាក់មើលឃើញខ្ញុំនិងម្ដាយដោយក្តីស្រឡាញ់ពិតប្រាកដទេពូសានដែលជាអ្នកជិតខាងមានការអាណិតអាសូរជាខ្លាំងគាត់បានផ្ដល់ប្រាក់កម្ចីមួយចំនួនតូចដល់រិទ្ធហើយផ្ដល់យោបល់ថារិទ្ធកុំលក់ដីនោះចៅមានកម្លាំងដីនោះមានតម្លៃថ្លៃជាងនេះរិទ្ធបានទទួលពាក្យលើកទឹកចិត្តនេះក៏សម្រេចចិត្តយ៉ាងដាច់ខាតគាត់នឹងមិនលក់ដីនោះទេគាត់បានសុំការអនុញ្ញាតពីម្ដាយហើយបានចាប់ផ្ដើមជីកស្រះយ៉ាងធំនៅលើដីមរតកនោះដើម្បីចិញ្ចឹមត្រីនិងលក់បន្លែបង្ការបន្ថែមទៀតការងារនេះជាបន្ទុកដ៏ធ្ងន់បំផុតសម្រាប់រិទ្ធគាត់ត្រូវជីកដីទាំងថ្ងៃទាំងយប់ដោយប្រើកម្លាំងបាយតែម្នាក់ឯងដើម្បីឲ្យស្រះរួចរាល់ទាន់ពេលវេលាគាត់ត្រូវចំណាយពេលទាំងអស់ក្នុងការជីកស្រះហើយមិនមានពេលគ្រប់គ្រាន់ដើម្បីមើលថែម្ដាយនៅឯមន្ទីរពេទ្យឡើយគាត់តែងតែមានអារម្មណ៍ថាខ្លួនឯងជាកូនអកតញ្ញូរិទ្ធបានតស៊ូយ៉ាងខ្លាំងរហូតដល់ស្រះជិតហើយប៉ុន្តែការរើបំរាស់ចុងក្រោយរបស់សមនិងអាចកំបាំងរបស់ម្ដាយកំពុងរងចាំគាត់នៅខាងមុខនៅថ្ងៃមួយដែលរិទ្ធកំពុងជីកស្រះអស់កម្លាំងរាងកាយពោពេញទៅដោយញើសនិងធូលីស្រាប់តែរថយន្តទំនើបមួយបានបើកចូលមកក្នុងដីមរតកនោះទ្វារឡានបានបើកចេញហើយសមបានដើរចុះមកដោយសម្លៀកបំពាក់ស្អាតបាតជាមួយនឹងមេធាវីម្នាក់សមញញឹមចំអកមើលងាយរិទ្ធដែលប្រឡាក់ដីអ៊ីយ៉ារិទ្ធនឹកស្មានមិនដល់ថាឯងនៅតែល្ងងដដែលជីកដីខ្ទេចអស់ហើយឯងត្រូវតែបញ្ឈប់ការជីកនេះភ្លាមដីនេះជារបស់អញហើយរិទ្ធភ័យលាយឡំខឹងបងសំបងនិយាយស្អីដីនេះជាកេរដំណែលរបស់គ្រួសារយើងបងបានបោះបង់ចោលម្ដាយហើយឥឡូវបងចង់លួចដីនេះទៀតឬសំបានទាញឯកសារមួយមកបង្ហាញអញមិនបានលួចទេមើលឯកសារនេះកាលពីមុនអញបានឲ្យលុយម្ដាយហើយគាត់បានផ្ទេរកម្មសិទ្ធិឲ្យអញហើយឯងត្រូវតែលុបត្រាំនេះចោលហើយរើចេញទៅបើមិនអញ្ចឹងទេអញនឹងប្តឹងឯងសំបានប្រើល្បិចលាក់លៀមបោកបញ្ឆោតម្ដាយឲ្យផ្តិតមេដៃលើឯកសារផ្ទេរកម្មសិទ្ធិកាលពីមុនគាត់រត់ចោលស្រុករិទ្ធដែលតស៊ូយូរមកហើយក៏ផ្ទុះកំហឹងបងសំ
បងមិនបានស្រឡាញ់ម្ដាយយើងទេបងស្រឡាញ់តែលុយបងមិនអាចយកដីនេះបានឡើយរិទ្ធស្រែកទាំងទឹកភ្នែកសំទឹកចិត្តស្អីទឹកចិត្តមិនអាចទិញបាយបានទេលុយទេដែលសំខាន់ឯងល្ងងជំលោះបងប្អូនឈានដល់ការវាយតប់គ្នាយ៉ាងធ្ងន់ធ្ងរនៅកណ្ដាលវាលដីមរតកនោះសំដែលមានកម្លាំងជាងបានវាយរិទ្ធដួលទៅនឹងភក់រិទ្ធប្រឹងក្រោកឡើងវិញទាំងក្តីឈឺចាប់មិនមែនឈឺចាប់ដោយសារស្នាមវាយទេតែឈឺចាប់ដោយសារបេះដូងបងប្រុសភ្លាមនោះពូសានបានរត់មកយ៉ាងប្រញាប់ហើយស្រែកហៅរិទ្ធសំឈប់ឆ្លោះគ្នាទៅមីងមុំក៏ធ្លាក់ខ្លួនឈឺធ្ងន់បំផុតហើយប្រញាប់ទៅមន្ទីរពេទ្យបងប្អូនទាំងពីរនាក់ក៏បញ្ចប់ការជម្លោះគ្នាហើយប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យពេលទៅដល់មីងមុំដឹងថាពេលវេលារបស់គាត់មកដល់ហើយគាត់បានចាប់ដៃកូនទាំងពីរហើយខ្សឹបដោយកម្លាំងខ្សោយកូនម្ដាយបានព្យាយាមលាក់អាត់កំបាំងនេះយូរណាស់មកហើយមីងមុំបានខំប្រឹងទាញប្រអប់ចាស់មួយចេញពីក្រោមគ្រែហើយប្រគល់ឲ្យរិទ្ធកូនសំកូនរិទ្ធស្ដាប់ម្ដាយដីនេះមិនមែនជារបស់យើងទេម្ដាយបានលាក់រឿងសំខាន់ជាងដីធ្លីនៅក្នុងប្រអប់នេះមុននឹងមីងមុំលាចាក់លោកគាត់បានទាញក្រដាស់មួយចេញពីប្រអប់នោះហើយប្រាប់ឲ្យរិទ្ធអានឲ្យបងប្រុសស្ដាប់ការពិតដែលធ្លាប់លាក់បាំងជាច្រើនឆ្នាំក៏ត្រូវបានទម្លាយចេញនៅពេលដ៏សំខាន់បំផុតនេះមីងមុំបានស្លាប់បាត់បង់ជីវិតដោយក្តីស្ងប់បន្ទាប់ពីបានទម្លាយឥតកំបាំងចុងក្រោយរិទ្ធនិងសំអង្គុយយំនៅក្បែរសពម្ដាយទាំងទឹកភ្នែករិទ្ធបើកប្រអប់ចាស់ដែលម្ដាយប្រគល់ឲ្យនៅក្នុងប្រអប់នោះមានលុយមួយចំនួនតូចសម្រាប់ថ្លៃព្យាបាលដែលនៅសល់និងសម្បត្តិមួយច្បាប់ផ្ញើជូនសំក្រៅពីនេះមានលិខិតតម្កល់មួយច្បាប់ដែលបញ្ជាក់ថាដីធ្លីដែលពួកឯងកំពុងឆ្លោះគ្នានេះមិនមែនជាកម្មសិទ្ធិរបស់ម្ដាយទេគឺជារបស់ពូសានដែលគាត់បានទិញទុកហើយអនុញ្ញាតឲ្យម្ដាយនិងកូនរស់នៅនិងធ្វើការលើនោះតាំងពីយូរលង់ណាស់មកហើយបងប្អូនទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងមូលហេតុដែលមីងមុំលាក់ការពិតនេះគឺគាត់ចង់ឲ្យដីនោះក្លាយជាចំណុចសាកល្បងនៃសេចក្តីស្រឡាញ់របស់កូនទាំងពីររិទ្ធបានហុចសម្បត្តិរបស់ម្ដាយទៅឲ្យសំចាប់ផ្ដើមអានទាំងយំគគ្រោះកូនសំម្ដាយដឹងថាកូនឲ្យតម្លៃលើលុយម្ដាយដឹងថាដីនេះមិនអាចធ្វើឲ្យកូនសប្បាយចិត្តបានទេគេដំណើរពិតប្រាកដដែលម្ដាយចង់ឲ្យកូនមានតម្លៃជាងលុយរាប់លាននោះគឺទឹកចិត្តរបស់ប្អូនឯងម្ដាយសុំទោសដែលបង្រៀនកូនមិនបានគ្រប់គ្រាន់កុំបោះបង់ប្អូនឯងឲ្យសោះសំបានបាត់បង់អ្វីៗទាំងអស់ក្នុងពេលតែមួយម្ដាយដីធ្លីនិងកិត្តិយសគាត់បានយល់ច្បាស់ពីស្ថានភាពអាត្មានិយមរបស់ខ្លួននិងភាពស្មោះត្រង់របស់រិទ្ធទឹកភ្នែករបស់គាត់មិនមែនជាទឹកភ្នែកសោកស្ដាយចំពោះការបាត់បង់ទ្រព្យនោះទេ
ជាការសោកស្ដាយចំពោះបេះដូងដ៏លុបលន់របស់ខ្លួនពូសានបានមកដល់ហើយសុំទោសកូនទាំងពីរចំពោះការលាក់បាំងនេះគាត់បានប្រាប់ថាមីងមុំមិនចង់ឲ្យកូនមានជម្លោះទេតែចង់ឲ្យពួកគេចេះស្រឡាញ់គ្នាទើបគាត់ព្រមលាក់ការសម្ងាត់នេះពូសានបាននិយាយដោយទឹកចិត្តទូលាយថាមិនអីទេកុំឲ្យវិញ្ញាណក្ខន្ធមីងមុំមិនបានស្ងប់ខ្ញុំនឹងលក់ដីនេះដោយខ្លួនឯងប្រាក់ទាំងអស់ដែលបានមកពីការលក់ដីនេះខ្ញុំនឹងប្រគល់ឲ្យរឹតទាំងអស់ដើម្បីទុកជាដើមទុនសម្រាប់ជីវិតថ្មីនិងសម្រាប់ការលះបង់របស់គាត់រឹតរំជួលចិត្តយ៉ាងខ្លាំងដោយក្តីសប្បុរសរបស់ពូសានសំបានចាប់ដៃរឹតហើយនិយាយទាំងទឹកភ្នែកថាបងសុំទោសរឹតបងបានធ្វើខុសលើឯងនិងម្ដាយបងមិនត្រូវការលុយនេះទេនៅទីបំផុតបញ្ហានៃដីធ្លីត្រូវបានដោះស្រាយដោយសេចក្តីមេត្តាករុណានិងការលះបង់មិនមែនដោយឯកសារច្បាប់នោះទេបន្ទាប់ពីពិធីបុណ្យសពរបស់មីងមុំត្រូវបានបញ្ចប់ដោយក្តីគោរពនិងទឹកចិត្តមេត្តាពីអ្នកភូមិរឹតបានទទួលយកប្រាក់ដែលពូសានបានផ្ដល់ឲ្យពីការលក់ដីនោះតែរឹតមិនបានយកប្រាក់នោះមកប្រើប្រាស់តែឯងឡើយរឹតបានហៅសំមកនិយាយហើយនិយាយដោយសំឡេងទន់ភ្លន់ថាបងសំម្ដាយយើងមិនចង់ឃើញយើងឆ្លោះគ្នាទេគាត់ចង់ឲ្យយើងមានជីវិតល្អខ្ញុំនឹងចែកប្រាក់នេះជាចំណែកស្មើគ្នាមិនមែនដោយសារបងទាមទារទេតែដោយសារម្ដាយយើងមិនដែលបែងចែកក្តីស្រឡាញ់រវាងពួកយើងឡើយសំបានស្ដាប់សម្ដីរបស់រឹតទាំងទឹកភ្នែកគាត់បានយល់ថាភាពលោភលន់របស់គាត់បានធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់ហើយរឹតបានបង្រៀនគាត់នៅមេរៀនដ៏មានតម្លៃសំបានសម្រេចចិត្តមិនត្រឡប់ទៅរកស៊ីនៅកន្លែងឆ្ងាយទៀតទេគាត់បានសុំទោសពូសាននិងអ្នកភូមិហើយបានប្តេជ្ញាចិត្តថានឹងស្នាក់នៅជាមួយរឹតសំនិងរឹតបានប្រើប្រាក់នោះដើម្បីទិញដីមួយកន្លែងទៀតនៅជិតគ្នាហើយចាប់ផ្ដើមធ្វើការងារដោយរួមដៃគ្នាសំបានប្រើប្រាជ្ញារបស់ខ្លួនក្នុងការរកស៊ីនិងទំនាក់ទំនងសង្គមចំណែករឹតបានប្រើភាពឧស្សាហ៍និងការតាំងចិត្តក្នុងការធ្វើចំការនិងថែរក្សាផ្ទះពួកគេបានក្លាយជាគំរូនៃការរួមបញ្ចូលគ្នារវាងការខិតខំនិងការប្រើប្រាជ្ញាពួកគេលែងជាសត្រូវនឹងគ្នាទៀតហើយតែបានក្លាយជាបងប្អូនបង្កើតដែលយល់ចិត្តគ្នាទៅវិញទៅមករឿងនិទាននេះបានបញ្ចប់ដោយបង្ហាញថាកេរដំណែលដ៏ពិតប្រាកដដែលមីងមុំបានបន្សល់ទុកមិនមែនជាដីធ្លីដែលវាស់វែងបាននោះទេតែជាទឹកចិត្តដ៏ស្មោះត្រង់របស់កូនពៅគឺរឹតដែលបានជួយផ្លាស់ប្ដូរនិងរំដោះបេះដូងបងប្រុសឲ្យរួចផុតពីភាពងងឹតនៃភាពលោភលន់បងប្អូនទាំងពីររស់នៅដោយសុខសាន្តដោយចងចាំជានិច្ចនៅមេរៀនទឹកចិត្តរបស់អ្នកម្ដាយរឿងកេរដំណែលទឹកចិត្តចប់ដោយបរិបូរណ៍